បាទជំរាបសួរក៏សួស្តីអ្នកទស្សនាទាំងអស់គ្នាមុនចូលឆ្នាំ3ថ្ងៃពួកខ្ញុំបានរៀបចំពិធីចែកទានដោយសារម៉ែគាត់ឈឺគាត់ដួលមុនមួយអាទិត្យហ្នឹងបាក់ឆ្អឹងហើយបញ្ជូនទៅពេទ្យខេត្តហើយគេឆ្លោះមើលទៅគាត់បាក់ឆ្អឹងហើយក៏ដើររួចហើយក៏គៀកចូលឆ្នាំដែរក៏រៀបចំពិធីចែកទានហើយនេះយាយយើងធ្វើបបរមកឆ្នាំងធំចែកយាយគាត់ភាសាបបរត្រីលក្ខណៈតិចតួចទេពិធីចែកទាននេះប្រហែលជាចាប់ពីម៉ោង4ទៅរហូតដល់ម៉ោង7ចប់ហើយក៏ឲ្យចាស់គាត់ស្រស់ស្រូបអាហារឲ្យហើយសិនមុននឹងនិមន្តលោកសង្ឃមកហើយអ្នកម្ដាយរបស់ខ្ញុំហ្នឹងគាត់ឲ្យកៅអីហ្នឹងបានប៉ៅអ៊ីបងឲ្យតែអង្គុយឲ្យប្រាជ្ញគ្នាសួរសុខទុក្ខគ្នាចៅបញ្ចុកបបមានតែថ្ងៃដែលជួបជុំគ្នាបានឃើញអញ្ចឹងបាទអត់ទេរវល់រៀងខ្លួនអ្នកម្ដាយខ្ញុំនេះបងនេះទៀនហើយនេះយើងមានទឹកត្រីសាប៊ូប៊ីចេងស្ករអង្ករមីអីហ្នឹងទឹកសុទ្ធអីហ្នឹងយើងមានដាក់ចែកឲ្យចាស់ហើយមានពងទាតែពងទាឆ្អិនទេណាហើយនេះយើងមានអ្នកគ្រូគាត់ជួលផ្ទះនៅក្បាក់ខាងក្រោយយើងហ្នឹងគាត់ឲ្យជាឆ្នាំងជាចង្ក្រានអញ្ចឹងគាត់ចូលចាស់បាទ11នាក់ទេហើយមានបច្ច័យតិចតួចហើយនេះយើងក៏និមន្តលោកសង្ឃមកសូត្រធម៌អត់ថ្វាយគោព្រះហើយក៏មានការប្រោះព្រំកូនចៅជាសន្តានទាំងអស់បាទមកដល់ចំណុចនេះយើងក៏ចាប់ផ្ដើមពិធីចែកហើយយើងចែកបច្ច័យជូនចាស់ហើយមានធុងមានចក្រានមានឆ្នាំងហើយមានអង្គអីផងដែរហ្នឹងបច្ច័យតិចតួចដែលអ្នកធ្វើតិចតួចក៏ប៉ុន្តែសប្បាយចិត្តយើងមិនធ្វើធំចំណាយតិចតួចល្មមអញ្ចឹងទៅហើយយប់មកដល់ម៉ោង6:07ហើយនេះឃើញអេដមីនផ្ទាល់ហើយអេដមីនអាវសអេដមីនកម្រចេញមុខតិចដោយសារសម្រស់អត់សូវបានតិចតួចក៏ប៉ុន្តែសប្បាយមានអារម្មណ៍សប្បាយមានថាគ្រប់គ្រាន់ជាងធ្វើទៅគ្រប់គ្រាន់អត់មានខ្វះមុខខ្វះក្រោយយើងមានសរងឲ្យចាស់ផងហើយម៉ោង7ហើយក៏យប់
យើងមានភ្លើងសូឡាដែរតែជះហត់ដល់ជះនៅមួយហៀងតែជាក់ស្ដែងវាអាចមើលឃើញនៅភ្លឺប៉ុន្តែដោយសារកាមេរ៉ាយើងមានកម្រិតគុណភាពអន់ហើយមកដល់ចំណុចនេះទៀតហ្នឹងលោកគ្រូក៏គាត់ចែកដែរលោកគ្រូគាត់ចែកគាត់មានជាបច្ច័យគាត់មានជាអង្គចែកជូនចាស់នឹងហើយក៏ចែកជូនម្ចាស់ផ្ទះមើលថាម្ចាស់ផ្ដើមបុណ្យហ្នឹងមានថាចែកទៅចែកមកជូនទៅជូនមកចាស់គាត់និយាយតែគាត់សប្បាយចិត្តទី1ដោយសារអីចក្រានពងតែខ្វះខាតចក្រានឆ្នាំងហើយបានក្បាក់ធុងនោះដាក់ទឹកក៏បានដាក់អង្ករក៏បានមិញទៅជាមិញហើយក៏ដល់ពេលវេលាមួយកូនចៅជូនបច្ច័យយាយតែយាយដាក់រួចបាទហើយបន្ទាប់ពីយើងធ្វើទៀនហើយក៏យើងទទួលពរពីលោកយាយលោកតាពីលោកគ្រូហើយក៏យើងបានធ្វើការថ្លែងអំណរគុណទៅដល់លោកយាយលោកតាដែលបានមកចូលរួមចូលជាបច្ច័យតិចតួចអ្នកគ្រូដែលគាត់ចូលជាចក្រានឆ្នាំងធុងអីជាដើមហ្នឹងអរគុណដល់គាត់ធំតាមតឡំប្រុសស្រីដែលមានគុណនឹងញាតិខាងកូនតាប្រុសស្រីវាចាក់លោកនេះថ្ងៃនេះដល់កាត់ញូខផលនៃការធ្វើទៀនខផលនៃការរក្សាសិលខសូមចម្រើនដល់អ្នកទាំងឡាយដែលត្រូវជាញាតិជាមួយយើងខ្ញុំក្តីមិនមែនជាញាតិក្តីជាមិត្តក្តីជាសត្រូវក្តីនិងការសាសនាក្តីការសាសនាព្រះពុទ្ធក្តីយើងជាតិខ្មែរក្តីយើងជាតិផ្សេងពីខ្មែរក្តីជាញាតិរបស់យើងខ្ញុំក្តីមិនមែនជាញាតិក្តីជាចាស់កម្មពៀក្តីមិញគុណតែមានទុកគឺશુંក៏ហើយមិនតាន់បានអង្គុយនេះមកអង្គុយនេះមកចូលកាមេរ៉ាកាមេរ៉ាថតចូលនេះមកនេះកាមេរ៉ាថតនេះ
សូមត្រេកអរអនុមោទនាទួលផលបុណ្យអំពីយើងខ្ញុំដែលយើងខ្ញុំប្រតិសាយយូរទៅព្រមទាំងទេវតាបារមីវត្ថុស័ក្តិសិទ្ធិជួយជាកសិនស័ក្តិសិទ្ធិនៃអំពើល្អរបស់យើងខ្ញុំផងហើយសូមណាមសាការសូមឲ្យបុណ្យនេះអត់ចូលឲ្យជុំវែងយត់ឡើងបានហើយសំសាចាអរទេអាជុំតាមេតាដល់លោកចាអែមព្រុយយ៉ាងបានអ្នកមានគុណមិនមានខាងលោកពុកអ្នកមានគុណមិនមានខាងអ្នកម្ដាយអ្នកមានគុណមិនមានខាងតឡំប្រុសស្រីអ្នកមានគុណមិនមានខាងកូនប្រសាប្រុសស្រីវាចាក់លោកនេះថ្ងៃនេះដល់កាត់ជំនួសផងផលនៃការធ្វើទៀនផងផលនៃការរក្សាសិលផងសូមចម្រើនដល់អ្នកទាំងឡាយដែលត្រូវជាញាតិជាមួយយើងខ្ញុំក្តីមិនមែនជាញាតិក្តីជាមិត្តក្តីជាសត្រូវក្តីនិងខាងសាសនាក្តីខាងសាសនាព្រះពុទ្ធក្តីយ៉ាងជាតិខ្មែរក្តីយ៉ាងជាតិផ្សេងពីខ្មែរក្តីជាញាតិរបស់យើងខ្ញុំក្តីមិនមែនជាញាតិក្តីជាចាក់កម្មពៀក្តីមីងគួយនេះមានទុកគួយចូលកំហើយមិនតាន់បានគួយនេះមកគួយនេះមកចូលកាមេរ៉ាចាប់កំណើតហើយ កាមេរ៉ាថតចូលនេះមកនេះក្នុងកំណើតថោកព្រៀបសម្រាប់ថតនេះសូមត្រេកអរអនុមោទនាទួលផលបុណ្យអំពីយើងខ្ញុំដែលយើងខ្ញុំប្រតិសាយយូរទៅព្រមទាំងទេវតាបារមីវត្ថុស័ក្តិសិទ្ធិជួយជាកសិនស័ក្តិសិទ្ធិនៃអំពើល្អរបស់យើងខ្ញុំផងបាទសូមអរគុណសម្រាប់ការតាមដានទស្សនាទាំងអស់គ្នាជម្រាបលា